បាទសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នានៅក្នុងវីដេអូនេះដែរគឺខ្ញុំសីមន់ដែលទើបនឹងយកមកជាមួយនឹងមន់ដែលយើងទិញមកហ្នឹងប៉ុន្តែយើងសីដាក់អាមន់ថ្មីនេះនៅក្រៅសិនព្រោះអីអាមន់ដែលចាស់ហ្នឹងគឺវាខ្វាក់ភ្នែកអញ្ចឹងយើងដាក់វាក្នុងទ្រុងសិនឲ្យទូចនៅក្រៅសិនដើម្បីដេញឲ្យវាស្ពឹកមុខសិនបានយើងដាក់អាមន់ធំនៅក្រៅវិញបងប្អូនឃើញអាមន់ធំឬថាខ្វាក់ភ្នែកអញ្ចឹងមន់ខ្វាក់មែនបងប្អូនតែវាវាយជាអាទូចនៅក្រៅពីក្នុងក្រៅវាវាយបានទាំងអស់ព្រោះអីខ្ញុំឡាំវាមើលពីសាហើយអាទូចហ្នឹងគឺវាវាយក្បាច់ដដែលប៉ុន្តែអាធំនេះគឺវាវាយឆ្លាតជាងមុនតទៅពីយើងសៃវាបានម្ដងហើយយើងឡាំវាលើកទី2ហ្នឹងឃើញវាវាយប្លែកវាដូរក្បាច់វាយរហូតចំណែកអាតូចនេះគន់វាថាវាខ្ចីពេកអញ្ចឹងបងប្អូនអញ្ចឹងវាវាយរៀងជ្រុលបន្តិចវាអត់ទាន់មានក្បាច់វាយអីណាទេគ្រាន់តែថាវាដាក់ចិត្តហ៊ានមែនតើហើយអញ្ចឹងដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺវាដេញរហូតគឺវាអត់សូវដើរប្រហែលទេខ្ញុំដាក់តូចនេះនៅខាងក្រៅដេញរហូតប្រហែលជាកន្លះម៉ោងអីហ្នឹងខ្ញុំបដូរដាក់អាធំនៅខាងក្រៅម្ដងហើយបងប្អូនឆ្ងល់ថាម៉េចខ្ញុំហៅអាធំនិងអាតូចមិនបាច់ឆ្ងល់ទេបងប្អូនព្រោះអីអាតូចនឹងគីឡូទៅប៉ុណ្ណាគ្នាទេគ្រាន់តែថាវារូបរាងវាតូចជាងអញ្ចឹងបងខ្ញុំហៅអាតូចទៅហើយមន់នេះដែរបងប្អូនអាធំហ្នឹងគឺខ្ញុំចិញ្ជុលវានៅអាទឹកហ្នឹងហើយចំណែកអាតូចនេះគឺខ្ញុំទុកវាមើលសិនបើសិនជាវាវាយអត់សូវកញ្ជ្រោលដូចមុនវាវាយមិនក្បាច់អីត្រឹមត្រូវខ្ញុំជុលវាអាទិត្យក្រោយប៉ុន្តែបើវាវាយនៅកញ្ជ្រោលនៅឡើយហ្នឹងខ្ញុំប្រហែលជាជុលវានៅខែក្រោយអញ្ចឹងខ្ញុំសង្កេតមើលឃើញការសីរបស់វាអាតូចហ្នឹងគឺវាសីល្អវាមិនសូវជាដើរប្រហែលទេវារត់រហូតចំណែកអាខ្វាក់យើងក្នុងទ្រុងហ្នឹងក៏វាសកម្មដែរវាមិនសូវជាឈរប្រឹងទេវាធ្លាប់សីពីមុនមកហើយអញ្ចឹងវាធ្លាប់ជុលធ្លាប់អីអញ្ចឹងវាចេះសីចេះជុលហើយគ្រាន់តែថាយើងមកដល់យើងនេះយើងទើបតែមានមន់សីជាមួយវាអញ្ចឹងសង្ឃឹមថាអាទិត្យនឹងវានឹងធ្វើបានល្អការវាយរបស់វាសង្ឃឹមថាដោយការឡាំអញ្ចឹងទៅវាចេះវាយផ្នែកម្ខាងព្រោះអីការនៅម្ចាស់វាល្អបងប្អូនតែដោយសារវាខ្វាក់ផ្នែកអញ្ចឹងទៅបានគេលក់មកឲ្យយើងហើយយើងក៏ទុកវាជុលតាមភូមិទៅថ្ងៃអាទិត្យហ្នឹងខ្ញុំជុលមិនមែនជុលកន្លែងធំដុំឬកន្លែងសេវៀនគេទេបងប្អូនគឺជុលគូណាត់ចិត្តផ្ទះហ្នឹងជុលដាក់វាដាក់មន់ហូបលេងជុំថ្ងៃអាទិត្យហ្នឹងខ្ញុំនិយាយមុនថាសេវៀនហ្នឹងតិចបងប្អូនច្រឡំថាមន់ខ្ញុំធ្លាប់ទៅជុលនៅសេវៀនអីទៅមិនមែនទេបងប្អូនគឺសេវៀនតាមភូមិដែលបងប្អូនយើងធ្លាប់ជុំគ្នាជុលអញ្ចឹងយើងក៏ច្រឡំហៅសេវៀនអញ្ចឹងទៅតែមន់ខ្ញុំនេះជុលថ្ងៃអាទិត្យហ្នឹងគឺជុលនៅចិត្តផ្ទះជួបគ្នាហ្នឹងយើងជុលណាត់គ្នាលេងដាក់វាទិញទូចនឹងមន់ដើម្បីហូបសប្បាយនៅថ្ងៃអាទិត្យហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងដែរបងប្អូនបើសិនជានិយាយទៅមានការខុសឆ្គងអីសូមបងប្អូនមេត្តាអធិស្ឋានផងហើយបងប្អូនកុំភ្លេចចុចពាក្យជឿន Subscribe មួយផងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់